ម៉ែបងប្អូនដែលនិយមតាមដានអត្រាហាងឆេងតម្លៃមាសគិតជាតម្លឹងក៏ដូចជាគិតជាអោននឹងការជួញដូរហាងឆេងដើម្បីទទួលបាននូវប្រាក់ចំណេញបាទអញ្ចឹងថ្ងៃមុនយើងចេញជាវីដេអូរាល់ការវិភាគក៏ដូចជាព័ត៌មាននិងអត្រាឡើងឆេងចុះមុនទីផ្សារអាមេរិកបើកពេលយប់តែថ្ងៃនេះយើងសូមថ្លែងបន្តិចគឺចេញវីដេអូតាក់ទងជាមួយនឹងការ live trade ផ្ទាល់បាទអញ្ចឹងឥឡូវយើងកំពុងតែ live trade ផ្ទាល់អញ្ចឹងម៉ោងនេះគឺម៉ោង10:49ព្រឹកបាទកុំឲ្យថាយើងវិភាគឲ្យមុនទុកបានផុសអញ្ចឹងឥឡូវយើង live trade តែម្ដងអញ្ចឹងយើងឃើញថាមាសកំពុងតែធ្លាក់ចុះទៀតហើយបាទបន្ទាប់ពីយប់មិញធ្លាក់ចុះយ៉ាងគំហុកឥឡូវធ្លាក់ទៀតហើយយើងទិញពេលខ្លះវាមានខុសមានត្រូវដែរមិនមែនថាយើងវិភាគត្រូវ 100% តែគ្រាន់ថាការ trade យើងត្រូវចេះវិភាគហើយខាងខ្ញុំបាទនៅក្រុមហ៊ុន ATFX មិនត្រឹមតែមានវិភាគទេយើងមានទាំងបង្រៀនទៀតយើងធ្វើសិក្ខាសាលារៀងរាល់ពេលវេលាសមស្របបាទដោយអាទិត្យនេះសិក្ខាសាលាយើងចប់ហើយប៉ុន្តែប្រហែលជានៅវគ្គក្រោយយើងនឹងមានសិក្ខាសាលាមួយទៀតហើយខាងយើងគឺសិក្សាមិនគិតប្រាក់ទេដើម្បីធ្វើម៉េចឲ្យអតិថិជននៅក្រុមហ៊ុន ATFX ទាំងអស់ចេះ trade ហើយនេះគឺយើងការព្យាករណ៍ពីម្សិលមិញតែយើងឲ្យរងចាំ sale នៅតម្លៃហ្នឹងក្នុងទីផ្សារអាស៊ីនិងអឺរ៉ុបហើយទីផ្សារអាមេរិកអាចឡើងដល់តម្លៃ70ចាំ sale ប៉ុន្តែមានណាធ្លាក់មកវអញ្ចឹងហេតុផលនេះដោយសារបញ្ហាបញ្ចប់សង្គ្រាមនៅកាហ្សាហ្នឹងហើយធ្វើឲ្យអត្រាតម្លៃមាសមានការធ្លាក់ចុះយ៉ាងខ្លាំងដូចនិយាយតែបញ្ចប់សង្គ្រាមគឺស្ថិរភាពនយោបាយក្នុងតំបន់គឺវាល្អសម្រាប់អត្រាហាងឆេងមាសអញ្ចឹងវីដេអូដែលអ្នកកំពុងឃើញនេះគឺវីដេអូ live trade ផ្ទាល់តែម្ដងហើយយើងអត់ទាន់កាត់យកចំណេញទេយើងកំពុងតែ hold ដើម្បីយកចំណេញព្រោះយើងដឹងថាហាងឆេងមាសអាចនឹងធ្លាក់ដល់39.51ចឹងយើងតាមដានមើលទាំងអស់គ្នាទៅថាតើវាឡើងដល់តម្លៃនឹងអត់ហើយនឹងចូលផ្សារនៅតម្លៃ72 stop loss នៅតម្លៃ3979តែឥឡូវយើងបានចំណេញខ្លះហើយគឺយើងត្រូវអាប់ដេតតម្លៃចំណេញយើងអត់ឲ្យខាតវិញទេអញ្ចឹងតែដល់តម្លៃ69គឺខ្ញុំកាត់ចោលអូតូហើយបាទព្រោះយើង trade យើងចូលសុខចិត្តចំណេញតិចតែកុំឲ្យខាតតែយើងចូលគោលដៅរបស់យើងត្រូវធ្វើតាមគោលដៅអញ្ចឹងខ្ញុំតែដល់តម្លៃ3951គឺខ្ញុំកាត់ចោលហើយអញ្ចឹងខ្ញុំថា3955ចុះ10លេខទៀតគឺខ្ញុំកាត់ចោលហើយបាទកាត់យកចំណេញអញ្ចឹងយើងរងចាំមើលយើងអត់ទាន់កាត់ទេយើងរងចាំថាលើកនេះគឺធ្វើជាវីដេអូហើយ trade live ជូនអ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងហេតុផលគឺកត្តាហាងឆេងគឺដោយសារថាបញ្ហាបញ្ចប់សង្គ្រាមហ្នឹងឃើញតែមាសបានធ្លាក់ចុះពីយប់មិញមកគឺតម្លៃជាង 4000 ហ្នឹងអានេះនៅតម្លៃលើហ្នឹងទៀតណាយើងមើលមកឆាត4ម៉ោងយើងឃើញហើយបាទអញ្ចឹងធ្លាក់ពីយប់មកនេះពីយប់មិញមកហ្នឹងគឺមាសធ្លាក់ពីតម្លៃ4057មកក៏ចាប់ដើមធ្លាក់មករហូតដល់3944ហើយมันរើបឡើងមកវិញឥឡូវបន្តធ្លាក់ទៀតហើយគឺធ្លាក់ដល់3964អញ្ចឹងចាំមើលទាំងអស់គ្នាថាធ្លាក់ដល់តម្លៃណាបាទហើយ take profit stop loss គឺយើងមានហើយអស់ហើយ risk management អញ្ចឹងរាល់ការ trade អ្នកទាំងអស់គ្នាត្រូវចេះ risk management ចេះមើលព័ត៌មានចេះមើល fundamental និង technical ដើម្បីរកប្រាក់ចំណូលហើយនេះគឺចំណូលយើងចំណេញច្រើនបាទក្នុងយើងថាមើលមួយខែនេះទៅគឺចំណេញជាង$3000បាទ trade តិចណាដោយសារហាងឆេងមាសក្នុងខែហ្នឹងវាល្អមាសឡើងទៅមួយទិសនោះហើយយើងព្យាករណ៍ថាមាសបាយច្រើនយើង sell យើងក៏មាន sell នៅក្នុងហ្នឹងដែរតែ sell នៅពេល short term ឆ្មក់យកចំណេញអញ្ចឹងតែក៏មានខាតនៅក្នុងហ្នឹងដែរអញ្ចឹងយើង trade តិចដើម្បីទប់ហើយមិនថាមួយខែហ្នឹងយើងខាតខែមុនយើងក៏ចំណេញតិចតួចដែរបាទអញ្ចឹងយើងសរុប3ខែចុងក្រោយអ្នកនរគ្នាអាចមើលបាននេះ account 3000បាទយើងចំណេញជាង5000ហើយបាទអញ្ចឹងយើងមើលជាក់ស្ដែងយើង trade យើងអត់មានចំណេញម្ដងរាប់ពាន់ទេយើងចំណេញតែ50 100 200 300ខាតក៏វាប៉ុណ្្នឹងដែរតែខាតយើងចេះរត់ចេញពីទីផ្សារហើយយើងចូលម្ដងទៀតអញ្ចឹងយើងចូលបានសំបន្តិចច្រើនដងយូរទៅគឺយើងទទួលបាននៅ profit ហើយ
ចឹងបច្ចេកទេសអស់ហ្នឹងបើសិនមកអ្នកទាំងអស់គ្នាចង់រៀនយើងមានសិក្ខាសាលានៅថ្ងៃទី25ចុងខែយើងសិក្ខាសាលាផ្ទាល់តែផុតពីហ្នឹងគឺយើងរៀនតាម Zoom ទេអញ្ចឹងសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់រៀនផ្ទាល់គឺយើងអត់មានយកសេវាកម្រៃអីទេក្រុមហ៊ុន APFX ជាក្រុមហ៊ុន Global មានជាង24សាខាជុំវិញពិភពលោកមានតាំងពីនៅហុងកុងអូស្ត្រាលីអាមេរិកអង់គ្លេសអារ៉ាប់រួមវៀតណាមថៃហ្វីលីពីនឥណ្ឌូនេស៊ីម៉ាឡេស៊ីហើយនឹងមាននៅកម្ពុជាយើងគឺកូនបើទី24បាទអញ្ចឹងក្រុមហ៊ុនគឺ worldwide អ្នកនរគ្នាអាច join ឬក៏ចូល website យើងបានហើយយើង follow ទៅហើយយើងវគ្គក្រោយយើងនឹងមានសិក្ខាសាលានៅសប្តាហ៍ទី3ហើយនឹងមានធ្វើជាseminar នៅថ្ងៃទី25ថ្ងៃសៅរ៍វត្តម៉ោង9ដល់ម៉ោង12អញ្ចឹងអ្នកនរគ្នាអាចតាមដានមើលបានអានេះយើងថតមុនហ្នឹងប៉ុន្តែយើងអត់ទាន់កាត់ទេអានេះវីដេអូយើងថតទុកបាទហើយឥឡូវយើងកំពុងតែ live trade អញ្ចឹង live trade យើងរងចាំមើលអត្រាហាងឆេងវាអាចនឹងបន្តចុះទៀតបាទដោយសារថាយើងមើលលើព្យាករណ៍ព័ត៌មានជាក់ស្ដែងកត្តាមាសវាឡើងយូរហើយអញ្ចឹងនៅពេលចប់សង្គ្រាមការសារបែបនេះវាធ្វើឲ្យអត្រាតម្លៃមាសគឺនឹងធ្លាក់ចុះវិញច្រើនយើងបាច់ផ្ដោតលើហេតុផលផ្សេងឬក៏ស្អីផ្សេងហើយទី2តកតទៅមួយ technical តម្លៃមាសក៏គេឡើងកប់ពពកដែរអញ្ចឹងវារងចាំតម្លៃធ្លាក់នឹងយូរហើយយើងខាងវិភាគក៏យើងរងចាំឲ្យព័ត៌មានសង្គ្រាមនៅការសារចប់សង្គ្រាមនៅអ៊ុយក្រែនចប់ដែលអាចធ្វើឲ្យមាសនឹងធ្លាក់ខ្លាំងបើសិនជារុស្ស៊ីនិងអ៊ុយក្រែនចប់សង្គ្រាមគឺមាសនឹងបន្តធ្លាក់រហូតដល់$3,000ក្នុង1អោនវិញអញ្ចឹងយើងរងចាំមើលដែរតកតមួយសហរដ្ឋអាមេរិកថាតើគាត់អាចនឹងលក់អាវុធតាមហាក់នឹងឲ្យអ៊ុយក្រែនដែរអត់ប្រសិនណាជាសហរដ្ឋអាមេរិកគាត់លក់អាវុធតាមហាក់នឹងឲ្យទៅអ៊ុយក្រែនអានឹងវាជាសញ្ញាមួយដែលធ្វើឲ្យអ៊ុយក្រែនអាចមានសង្គ្រាមវាយបកតែពេលដែលលក់ហ្នឹងគឺតម្លៃមាសវាត្រូវឡើងវិញខ្លះប៉ុន្តែនៅពេលដែលចប់សង្គ្រាមគឺវាធ្លាក់ខ្លាំងយកមកបើសិនមកគេចូលតុកចរចាឥឡូវមាសយើងឡើងមក65វិញទៀតហើយដឹងថាសម័យចិត្តកាត់ឬក៏អត់បាទឥឡូវខ្ញុំគិតថាដោយសារតែទុកវាបន្តិចទៀតសិនណាបាទអញ្ចឹងខ្ញុំនឹងកាត់វានៅតម្លៃ69ហ្នឹងអូតូហើយយើងរងចាំមើលថាតើវាចុះមក55ឬចុះមក69អញ្ចឹងបើចុះមក69គឺតម្លៃហ្នឹងនឹងកាត់ផ្ដាច់យើងយកចំណេញតិចតែបើធ្លាក់ទៅ65គឺយើងនឹងចំណេញបានច្រើនអញ្ចឹងអ្នកនរគ្នារងចាំមើលទៅយើង live ហើយយើងធ្វើវីដេអូកុំឲ្យវាដាច់ភាគអ្នកនរគ្នាមើលប៉ុណ្ណឹងបានហើយកុំឲ្យថាវាវែងពេកហើយតិចទៀតយើងនឹងចេញវីដេអូផ្សេងតាក់ទងជាមួយនឹងការ training ផ្ទាល់ training live training វីដេអូអញ្ចឹងអ្នកនរគ្នាពេលខ្លះអត់មានពេលចូលមើលក្នុង Global Zoom ពេលយើងធ្វើ seminar អត់មានពេលអញ្ជើញមក office ផ្ទាល់ office យើងនៅអាគារចិត្ត ABA ផ្លូវ Stop Pet ចិនហ្នឹងបាទម្លងពីគ្នាប្រហែល2ផ្លូវឬក៏100ម៉ែត្រជាន់ទី24បាទហើយក្រុមហ៊ុនយើងគឺស្របច្បាប់តាមនិយត្តករមូលបត្រកម្ពុជាអញ្ចឹងអ្នកនរគ្នាអាច search បានហើយឥឡូវយើងវីដេអូយើងមានប៉ុណ្ណឹងទេអរគុណដែលសារមាសយើងចិត្តដាច់ហើយចិត្តដាច់ថេកចិត្តដាច់69នេះតែ69នេះយើងចំណេញតែកាត់បន្ថយចំណេញតែឥឡូវយើងខំថាវាចុះទៀតចុះចឹងអរគុណសម្រាប់ការមើលវីដេអូនេះបាទអរគុណច្រើន